អូខេយើងជួបគ្នាម្ដងទៀតហើយសម្រាប់ថ្ងៃនេះផងដែរយើងនឹងមកធ្វើការអាននិទានរឿងមួយក្រោមចំណងជើងថាស្ដេចដំរីសទាំងអស់គ្នាណាបាទតោះចឹងដើម្បីកុំឲ្យខាតពេលយូរយើងមកធ្វើការតាមដានស្ដាប់ទាំងអស់គ្នាតែម្ដងទៅនិយាយរួមទៅរឿងនេះគឺជារឿងប្រនិទានទេហើយវាមានមកជាយូរយារណាស់ហើយស្ដីដំណើរថាមានកសិករកំសត់ម្នាក់ហ្នឹងគាត់រស់នៅក្នុងជនបទដាច់ឆ្ងាយឬក៏លក្ខណៈថាឆ្ងាយដាច់គេចឹងណាបាទគាត់មានកូនកំមុំម្នាក់ឈ្មោះថានាងកល្យាណីនិយាយរួមទៅឆ្នាំនេះកល្យាណីមានអាយុ16ឆ្នាំហើយនាងជាស្រីប្រកបដោយរូបឆោមឡោមពណ៌ល្អឆើតឆាយស្រស់បំព្រងមិនមែនតែកំឡោះក្នុងភូមិទេសូម្បីតែសិទ្ធិបុត្រហ្នឹងក៏ផ្អើលចោមរោមស្រឡាញ់កល្យាណីទូឯកស្រីយើងនឹងផងដែរថ្ងៃមួយពេលដែលកល្យាណីនិងមិត្តភ័ក្តិបាននាំគ្នាចេញទៅជីដំឡូងក្នុងព្រៃយកមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបាត់ទៅចំណែកក្នុងផ្ទះនេះមីងសែនជាមេដើរបានចូលមកចែចោលនាងកល្យាណីឲ្យសិទ្ធិបុត្រចាត់ស្ដែងក្នុងពេលនោះពុកម្ដាយនៅតែនិយាយថាទេម៉ែឪថាមិនអីទេប៉ុន្តែកូនខ្ញុំវានៅតែនិយាយថាមិនទាន់ចង់បានប្តីបើអញ្ចឹងអ្នកអញ្ជើញទៅវិញសិនទៅចាំខ្ញុំនិយាយលងលោមិនទាន់ចិត្តវាសិនបើបានការយ៉ាងណាហើយចាំខ្ញុំប្រាប់មីសែមឯងតាមក្រោយជាដំណឹងបាទបន្ទាប់ពីនោះមកឯនាងកល្យាណីទៅជីកដំឡូងក្នុងព្រៃថ្ងៃនេះនាងរោគដំឡូងក៏សូវបានទៀតនាងក៏បានដើរចេញឆ្ងាយពីមិត្តភ័ក្តិពេលនោះស្រាប់តែមេឃស្រទងរកកលចង់ភ្លៀងដោយសារតែអស់កម្លាំងផងនិងធ្ងន់ផងនាងក៏សម្រេចចិត្តចាក់ទឹកបំពង់ចោលអស់ទៅប៉ុន្តែមិនយូរប៉ុន្មានក៏ស្រាប់តែមេឃបើកមេឃបាទបើកថ្ងៃក្តៅចាស់ហ្នឹងកន្លែងហ្នឹងធ្វើឲ្យនាងស្រេកទឹកជាខ្លាំងយល់ថាកល្យាណីចេះតែរកដើររកដំឡូងក្នុងព្រៃឯអាសម្រេចនឹងការស្រេកទឹកនេះក៏កាន់តែខ្លាំងឡើងធ្វើឲ្យខាសស្ងួតបំពង់កព្រមនឹងបាននាងជីកដំឡូងបានកន្លះល្អីក៏ដើរស្វែងរកទឹកផឹកម្ដងទៀតបន្តិចក្រោយមកនាងក៏បានឃើញទឹកធ្លុកមួយតូចនាងអរណាស់ក៏ដើរទៅក្បងទឹកនោះផឹកតែម្ដងទៅនាងដឹងថាទឹកនោះមានរសជាតិប្រៃល្វីងផងចេះផងតែដោយសារតែលក្ខណៈថាសម្រេចទឹកខ្លាំងពេកនាងក៏ចេះតែប្រឹងលេបទាំងបង្ខំចិត្តដើម្បីសម្រន់ការស្រេកទឹកនោះតែម្ដងទៅមកខែក្រោយមកនាងកល្យាណីសំទោសនាងកល្យាណីមានអាការៈចម្លែកក្នុងខ្លួននាងចេះតែចង់ក្បួនចង្អោហាក់ដូចជាស្ត្រីចាញ់កូនចឹងពុកម្ដាយអង្វរសួរនាងតាមដំណើរហេតុតើនាងមានស្រឡាញ់ប្រុសណាអត់តែនាងបដិសេធទាំងអស់នាងបានប្រាប់ពីការផឹកទឹកធ្លុកឆ្អេះពុកម្ដាយនាងឆ្ងល់ណាស់ក៏នាំនាងទៅមើលទឹកធ្លុកនោះលុះទៅដល់ស្រាប់តែឃើញដំរីសមួយកំពុងតែឈរនោមត្រង់ធ្លុកទឹកនោះពុកម្ដាយក៏យល់ថាកូនមានផ្ទៃពោះដោយសារតែផឹកទឹកនោមដំរីនោះហើយមិនស្រួលប៉ុន្តែក្រោយមកកល្យាណីឆ្លងទន្លេបានកូនស្រីមួយមានឈ្មោះថាកន្តុនសត្រាពេលនោះនាងបានអាយុ7-8ឆ្នាំនាងមិនអាចចូលរួមលេងជាមួយនឹងគេបានទេព្រោះគេដៀលថាកូនអត់ឪដំណាំនេះធ្វើឲ្យនាងខ្មាស់ការជាខ្លាំងមួយថ្ងៃនាងចេះតែជីសួររកឪពុកពីម្ដាយនាងដោយទ្រាំមិនបានម្ដាយនាងក៏រៀបរាប់រឿងរ៉ាវសពគ្រប់បែបយ៉ាងទៅកាន់នាងគ្មានសល់ឬក៏អត់មានលាក់លៀមអ្វីទាំងអស់ចឹងណាចំណែកនាងកន្ទោសត្រាចង្អុលទៅរកដំរីរួយពោលនោះម៉ែដំរីហ្នឹងជាឪពុកខ្ញុំហើយថារួចនាងក៏ទៅលុតចង្កូលសំពះដំរីនោះដំរីបានដឹងរឿងសពគ្រប់បែបយ៉ាងក៏លើកនាងកន្ទន់សត្រាដាក់លើខ្នងរួចជុកមាសមួយអីឲ្យម្ដាយនាងយកទៅដោះស្រាយជីវភាពតាមហ្នឹងទៅស្ដេចដំរីសក៏បានជប់ប្រាសាទមួយឲ្យនាងនៅតាំងពីថ្ងៃនោះមកកន្ទន់សត្រានេះបានរស់នៅក្នុងព្រៃចំណែកស្ដេចដំរីសបានបេះផ្លែឈើផ្សេងៗមកចិញ្ចឹមនាង
ស្ដេចដំរីបានផ្ដាំថាបើលឺបិតានិយាយថាកន្ទុនសត្រាបើកទ្វារមកណាបិតាផ្កាឲ្យបិតាអបសក់ខាងមុខបិតាអបសក់ខាងក្រោយបិតាអបសក់ឲ្យនាងកន្ទុនសត្រាបើលឺដូច្នេះចាំកូនបើកទ្វារគឺពិតជាបិតាពិតប្រកបហើយបិតាហាមកូនដាច់ខាតមិនឲ្យចេញពីប្រាសាទទេខ្លាចក្រែងមានក្តីអន្តរាយណាកូននេះនឹងថ្លែងពីព្រះបាទសមររាជទ្រង់ព្រួយព្រះតីខ្លាំងដោយព្រះបិតាសោយទីវង្គតដោយសារស្ដេចឥន្ទ្រីធ្វើគុតនឹងបង្ខាំងឲ្យព្រះអង្គរៀបអភិសេកជាមួយបុត្រីខ្លួនទៀតប៉ុន្តែព្រះបាទសមររាជពុំព្រមនោះជាដាច់ខាតដោយទ្រង់សុកអបសានខ្លាំងពេកនៅមិនបានក៏ទ្រង់នាំបរិវារទៅប្រពៀតព្រៃព្រឹក្សាពេលប្រពៀតព្រៃស្ដេចក៏បានជប់នាងកន្ទុនសត្រាស្ដេចបានផ្ដោះដងលំលងនាងជាគូមេត្រីបន្ទាប់ពីផ្ដាប់ដងគ្នារួចហើយទាំងពីរអង្គាក៏ព្រមស្មោះស្ម័គ្រមេត្រីរួមគ្នាទៅស្ដេចដំរីក៏បានដឹងរឿងនេះអស់ហើយក៏មិនប្រកាន់ទោសអ្វីទេផ្ទុយទៅវិញស្ដេចដំរីប្រសិទ្ធពរផ្សំគុំឲ្យបានជាគូក្រងទៅហោងរួចហើយស្ដេចដំរីក៏លាទៅតាំងសិលនៅឯព្រំដងរែកបាត់ទៅស្លេះរឿងនេះសិនយើងថ្លែងពីព្រះបាទឥន្ទ្រីវិញម្ដងដែលជាស្ដេចកំណាចមួយថ្ងៃគិតឲ្យតែរាជអាមាត្យដោយចាប់ស្រីក្មេងព្រំវិចារីយកមកកំសាន្តស្បែករួចហើយឲ្យគេនេះយកទៅប្រហារជីវិតសម្រាប់ចោលឯនាងមហាជាបុត្រីដែលព្រះបាទឥន្ទ្រីគូផ្សំគុំនោះនឹងព្រះបាទសមររាជក៏ជាស្រីចាក់ផិតក្បត់ទៀតរួមស្មន់នឹងរាជបុត្រមួយអង្គនាមពតនវង្សការដែលព្រះបាទសមររាជនាំនាងកន្ទុនសត្រាបំរុងអភិសេកបានដឹងដល់ព្រះបាទឥន្ទ្រីនិងនាងហោមាព្រះចៅនៅបុត្រីក្តៅខ្លាំងណាស់ក៏នាំទ័ពចូលធ្វើសង្គ្រាមបង្ក្រាបស្ដេចសមររាជមិនឲ្យដឹងខ្លួនជាមុនរួចចាប់ព្រះបាទសមររាជយកទៅឃុំតុកពេលនោះទៅព្រះនាងហោមាបញ្ជាឲ្យសេនាចាប់ព្រះនាងកន្ទុនសត្រានេះចាប់ច្រកក្នុងបាវរួចឲ្យគេវិសម្ពងតតែសម្លាប់ព្រះបាទសមររាជឃើញដូច្នេះក៏ដកអាវុធខ្លីស្ទុះទៅប្រហារនាងហោមារពេចនោះស្លាប់តែលេចចេញដំរីសមកដល់ភ្លាមហើយខត់ថាឈប់សិនកូនឲ្យគេត្រឡប់ទៅនគរគេវិញចុះកុំចង់ពៀអ្វីព្រោះថាពៀរងាប់ដោយការចង់ពៀពួកពលសេនានឹងនាមហារត់ប្រសេប្រសាចត្រឡប់ទៅនគរវិញស្ដេចដំរីសក៏ប្រោះនាងកន្ទុនសប្រាឲ្យដឹងស្មារតីឡើងវិញក្នុងគណៈពេលនោះដំរីសនិយាយទៅព្រះចៅសមររាជនិងនាងកន្ទុនសត្រាថាចូលកូននាំគ្នាទៅរស់នៅឯប្រាសាទយើងវិញទៅបានសេចក្តីសុខជាងព្រោះមនុស្សលោកឥឡូវមានមហិច្ឆតាលុបលន់ដណ្ដើមអំណាចគ្នាខ្លាំងណាស់ត្រូវឲ្យលោកពឹកកូនក៏គិតថាអញ្ចឹងដែរកូនលេងចង់សោយរីកទៀតហើយព្រះនាងហោមាត្រឡប់ទៅនគរវិញទូលព្រះបិតាថាព្រះបិតាស្ដេចសមររាជក្បត់ព្រះបិតាហើយគេយកស្រីអ្នកព្រៃភ្នំមកធ្វើជាមហាសីព្រោះគេអាងមានដំរីសមួយមកជួយគេស្ដេចឥន្ទ្រីកំពុងគៀកោយស្រីកំសាន្តលុះលឺដូច្នេះក៏ស្រែកឮខ្លាំងថាមិនអីទេកូនចាំបិតាយកលំពេញសិលទៅប្រហារសត្វដំរីសនោះចូលកូនរៀបតបយ៉ាងប្រញាប់ចេញទៅបង្ក្រាបពួកវាឲ្យតំពេលវេលាទៅខណៈពេលនោះព្រះបាទឥន្ទ្រីនាំទ័ពត្រឡប់ពាត់រាជវាំងស្ដេចសមររាជពេលនោះអ្នកយកព័ត៌មានចេញមកទូលស្ដេចថាសមររាជឥតមាននៅក្នុងរាជវាំងទេស្ដេចបានទៅនៅឯប្រាសាទក្នុងព្រៃនោះក្បួនព្យុហយាត្រាក៏បង្វែរទិសទៅប្រាសាទក្នុងព្រៃវិញព្រះរាជគ្រូនៅមេតបការបលឺដឹងថាព្យុហយាត្រារបស់ព្រះចៅឥន្ទ្រីតម្រង់ទៅប្រាសាទស្ដេចសមររាជដូច្នេះក៏ប្រមូលទ័ពយ៉ាងសន្ធឹកសន្ធាប់ចេញទៅប្រយុទ្ធប្រឆាំងនឹងទ័ពស្ដេចឥន្ទ្រីក្នុងពេលនោះស្ដេចឥន្ទ្រីមើលឃើញថាទ័ពស្ដេចសមររាជមានកម្លាំងខ្លាំងក្លាដូច្នេះក៏ដោយសារតែស្ដេចដំរីសនេះឯងគិតថាលើកទ័ពលំពេងយុទ្ធសិលដែលផ្សំពីឆ្អឹងគ្រូពួយសម្ដៅស្ដេចដំរីសដោយអធិពលនៃរដ្ឋអំណាចលំពេងសិលក៏ហោះទៅបុកទម្លុះបំពង់កស្ដេចដំរីសក៏ទន់ជង្គង់ដួលក្រឹបចុះលើផែនដីឃ
ឃើញដូច្នេះស្ដេចសមររាជនិងព្រះនាងទន្ទឹមសត្រារត់មកចិត្តស្ដេចដំរីសជាឪពុកស្ដេចដំរីក៏និយាយថាកូនទាំងពីរចូលរក្សាគ្នាទៅឪពុកមិនរស់ទេតែស្ដេចឥន្ទ្រីនិងកូនស្រីវាក៏មិនរស់ដែរឪពុកលាកូនតែពេលនេះហើយនិយាយចប់ស្ដេចដំរីក៏ប្រមូលកម្លាំងក្រោកឈរយកប្រមល់ញុកក្នុងមាត់រួចស្រែកយ៉ាងរំពងព្រៃស្រែករួចស្ដេចដំរីក៏ស្រុតចុះហើយក៏ផុតដង្ហើមនៅពេលនោះហើយពេលនោះគេឃើញមានវងសត្វដំរីជាច្រើនរយក្បាលចេញពីក្នុងព្រៃយ៉ាងប្រសាទសម្ដៅមកកាន់លៀនប្រយុទ្ធវងដំរីបានជន់កំទេចតបស្ដេចឥន្ទ្រីស្លាប់រនុករណាលហើយស្ដេចឥន្ទ្រីនិងនាងមហាក៏ផុតជីវិតពេលនោះដែរលុះចម្បាំងត្រូវបានបញ្ចប់ស្ងប់ស្ងាត់រៀបទៀបអស់ហើយស្ដេចសមររាជនិងមហាសីបានដង្ហែស្ដេចដំរីសទៅព្រះបរមរាជជាវាំងដើម្បីធ្វើបុណ្យព្រះចៅសមររាជត្រូវបានរៀបអភិសេកនឹងព្រះនាងទន្ទឹមសត្រាព្រះអង្គគ្រប់គ្រងអាណាចក្រប្រជារាស្ត្រឲ្យបានសេចក្តីសុខក្សេមក្សាន្តជារៀងដរាបទៅហោង